សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោឬផលិតផលពីទឹកដោះគោចេះតែរៀកមុខវាអ្វីតើត្រូវធ្វើយ៉ាងដូចម្តេចខ្លះមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំរាគរូសបណ្ដាលមកពីការឆ្លងវីរុស ប៉ារ៉ាស៊ីត ឬបាក់តេរីផ្សេងៗដោយសារតែការញ៉ាំចំណីអាហារមិនស្អាតខ្វះអនាម័យប៉ុន្តែពេលខ្លះក៏អាចមកពីការញ៉ាំទឹកដោះគោដែរហេតុអីបានជាក្មេងផឹកទឹកដោះគោឬញ៉ាំផលិតផលពីទឹកដោះគោសោះបែរជាធ្វើឲ្យរាគរូសដែរលោកវេជ្ជបណ្ឌិតចាន់ស៊ីណេតឯកទេសជំងឺទូទៅអះអាងថាបញ្ហានេះបណ្ដាលមកពីក្មេងមានប្រតិកម្មជាមួយនឹងជាតិឡាក់តូសដែលមាននៅក្នុងទឹកដោះគោចំណុចទី1អ្វីទៅជាឡាក់តូសឡាក់តូសជាប្រភេទស្ករដែលមាននៅក្នុងទឹកដោះគោរាងកាយរបស់មនុស្សយើងមានអង់ស៊ីមមួយដែលមានឈ្មោះថា lactase ដើម្បីបំបែកជាតិស្ករនោះរួចទាញស្រូបចូលទៅក្នុងខ្លួនប៉ុន្តែរាងកាយមនុស្សមួយចំនួនមិនមានអង់ស៊ីម lactase គ្រប់គ្រាន់ដើម្បីរំលាយជាតិស្ករក្នុងទឹកដោះគោនិងផលិតផលពីទឹកដោះគោនោះទេពេលញ៉ាំផលិតផលទាំងនោះទៅប្រតិកម្មភ្លាមផលិតផលមានជាតិស្ករឡាក់តូសមាននៅក្នុងទឹកដោះគោគ្រប់ប្រភេទទឹកដោះពពែឈីសយ៉ាអ៊ូការ៉េមប៊ឺនិងផលិតផលពីទឹកដោះគោចំណុចទី2រោគសញ្ញាប្រតិកម្មនឹងជាតិឡាក់តូសបើសិនជារាងកាយក្មេងមិនរំលាយអាហារដែលមានជាតិស្ករឡាក់តូសមានន័យថារាងកាយគេមិនបានបង្កើតអង់ស៊ីមឡាក់តេសគ្រប់គ្រាន់ចាំបាច់សម្រាប់រំលាយជាតិស្ករឡាក់តូសលោកវេជ្ជបណ្ឌិតចាន់ស៊ីណេតបញ្យល់ថាក្មេងដែលប្រតិកម្មនឹងជាតិឡាក់តូសមិនដូចគ្នានឹងអាឡែហ្ស៊ីទឹកដោះគោនោះទេនៅពេលក្មេងផឹកទឹកដោះគោឬញ៉ាំផលិតផលពីទឹកដោះគោទៅជាតិឡាក់តូសមិនរំលាយក្នុងពោះវៀនតូចបានទេវាចូលទៅក្នុងពោះវៀនធំដែលជាកន្លែងប្រមូលផ្ដុំនៅបាក់តេរីចម្រុះនិងបាក់តេរីមួយចំនួនរីកដុះដាលដោយស្ដែងចេញនូវរោគសញ្ញាមួយចំនួនដូចខាងក្រោមហើមពោះឈឺពោះផោមនិងរាគរូសចំណុចទី3ផលប៉ះពាល់ចំពោះរាងកាយពេលប្រតិកម្មជាតិឡាក់តូសមិនថាក្មេងមនុស្សពេញវ័យឬមនុស្សចាស់នោះទេឲ្យតែប្រតិកម្មនឹងជាតិឡាក់តូសងាយនឹងហើមពោះនិងរាគរូសជាធម្មតាអាការៈទាំងនេះចាប់ផ្ដើមកើតមានចន្លោះពីកន្លះម៉ោងទៅ2ម៉ោងក្រោយញ៉ាំទឹកដោះគោឬផលិតផលពីទឹកដោះគោបើកូនយើងប្រតិកម្មនឹងជាតិឡាក់តូសមិនត្រូវបណ្តែតបណ្ដោយនោះទេព្រោះកាលណារាគរូសលើសពី1សប្តាហ៍ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកនិងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារហើយចំពោះក្មេងតូចឬទម្ងន់វិញបើទុកឲ្យរាគរូសយូរអាចឈានទៅដល់ការបាត់បង់ជីវិតខណៈក្រពះពោះវៀននៅខ្ចីនៅឡើយចំណុចទី4វិធីដោះស្រាយពេលរាងកាយប្រតិកម្មនឹងជាតិឡាក់តូសគ្មានវិធីអ្វីជួយអ្នកប្រតិកម្មនឹងសារធាតុឡាក់តូសក្នុងទឹកដោះគោក្រៅពីប្ដូរមកញ៉ាំទឹកដោះគោគ្មានជាតិឡាក់តូសញ៉ាំទឹកសណ្តែកញ៉ាំតៅហ៊ូដែលមានជាតិកាល់ស្យូមគ្រាប់ធញ្ញជាតិឬក៏ប្រភេទអាហារដែលមានជាតិកាល់ស្យូមផ្សេងៗជំនួស